តោះអញ្ចឹងជំហានដំបូងយើងចូលទៅ download Hit Connect មកបង្កើត account មួយបាទអញ្ចឹងយើងចូលមកកាន់ App Store ដើម្បី download បាទចូលកន្លែង search មកហើយបាទយើងវាយពាក្យថា Hit Connect HIK នេះលើគេនេះបាទលើគេហ្នឹង Hit Connect ហ្នឹងចុចមកបាទអញ្ចឹងខាងក្រោមនេះដោយសារខ្ញុំ download ហើយអញ្ចឹងបងប្អូនត្រូវ download កន្លែងហ្នឹងមកណាអញ្ចឹងខ្ញុំវិញយក open បាទអញ្ចឹង download ហើយវាចេញតម្រងបែបហ្នឹងបងប្អូនត្រូវយកពាក្យ register បាទ register កន្លែងនេះបងប្អូនបាទចុចដៃ register មកហើយយកពាក្យ agree នេះសម្រាប់ account ថ្មីណាអញ្ចឹងកន្លែងនេះ Cambodia បាទយើង select ទៅនឹងមកតែបើអត់ឃើញទេបងប្អូនអាច search មកណាបីឈ្មោះ Cambodia អញ្ចឹងមកបាទ855ហ្នឹងអាហ្នឹងកូដផ្ទះយើងអូខេហើយយើង tick មកតទៅពី tick មកកន្លែងនេះយើងអាចបង្កើតជាលក្ខណៈ email បាទឬមួយក៏អត់ចង់បង្កើត email ទេយើងបង្កើតតាមលេខទូរស័ព្ទចុចខាងក្រោមនេះបាទអញ្ចឹងកន្លែងហ្នឹងយើងដាក់លេខទូរស័ព្ទយើងចូលមកឧទាហរណ៍ថាលេខខ្ញុំ089 622 877បាទខាងក្រោមនេះយើងដាក់ password ណា password បងប្អូនអាចដាក់7 8ខ្ទង់មកណា use យើងដាក់ add the option មកអញ្ចឹង password បងប្អូនដាក់8ខ្ទង់មកមានលេខអក្សរអញ្ចឹងណាប៉ុន្តែលេខកុំដាក់លេខរៀងដាក់លេខឆ្លាស់គ្នាអញ្ចឹងទៅអក្សរតូចអក្សរធំអញ្ចឹងណាបាទអញ្ចឹង password របស់យើងចុចមក mobile phone has been used បាទយើងប្រើហើយលេខទូរស័ព្ទហ្នឹងណាចឹងខ្ញុំសាកលេខទូរស័ព្ទមួយទៀតបាទចឹងយើងវាយលេខទូរស័ព្ទមកបងប្អូនដាក់0ក្បាលមកអញ្ចឹងណាបាទហើយ password 8ខ្ទង់លេខអក្សរអញ្ចឹងទៅតែបងប្អូនកុំដាក់លេខរៀង1 2 3អីទៅបាទយើង get code មកអញ្ចឹងវានឹងផ្ញើសារមកលេខទូរស័ព្ទរបស់យើងណាបង្កើត account លេខទូរស័ព្ទណាវានឹងផ្ញើមកលេខហ្នឹងហើយបងប្អូនហ្នឹងហើយអញ្ចឹងចាំបន្តិចមកវានឹងផ្ញើsecurity code មកជា password បងប្អូនកុំដាក់ switch លេខរៀង1 2 3 4 5អីចឹងណាយើងអាចដាក់លេខលាយគ្នាចឹងទៅអូខេចាំបន្តិចទៅវាលោតមកលេខ code បាទ089ខ្ញុំមិញហ្នឹងធ្លាប់បង្កើតហើយម្ដងហើយចាំពីខ្ញុំមើលចង់បង្កើត account ថ្មីដាក់លេខថ្មីនេះ code មក47 41អញ្ចឹងយើងយកបញ្ចូលកន្លែងហ្នឹងមក47 41ហើយ finish អូខេអញ្ចឹងយើងបង្កើតបានហើយបាទអានេះ account របស់យើងកុំភ្លេចកត់ទុកផងបងហ្នឹងហើយaccount លេខទូរស័ព្ទនិង password បាទនេះ account របស់យើងហ្នឹងហើយអញ្ចឹងយើងចូលមក home មកអញ្ចឹង account យើងជោគជ័យហើយអញ្ចឹងចុចមកយើងយកពាក្យថា add device ដើម្បី add កាមេរ៉ាយក scan QR code មកបាទអញ្ចឹងយើងមើល QR code នៅលើកាមេរ៉ារបស់យើងណាបាទអញ្ចឹង QR code វានៅនេះនៅខាងលើចំហៀងនេះបាទ scan QR code ចឹងមកអញ្ចឹងចាំតិចអូខេ complete ហើយបាទចឹងខាងលើនេះ device name កន្លែង device name នេះយើងអាចដូរឈ្មោះកាមេរ៉ាយើងបានបាទបើសិនកាមេរ៉ាច្រើនហើយយើងអាច rename កាមេរ៉ាមកដាក់កាមេរ៉ា1ចឹងទៅបាទយើងដាក់ cam 01ចឹងទៅអូខេហើយខាងក្រោមនេះdevice time 0អញ្ចឹង time 0យើងមើលពាក្យ Jakarta បាទបូក7បាទនឹងយក Jakarta មកហើយយកបូក7មកអូខេអញ្ចឹងចុច return មួយហើយនឹងចុច next បាទអូខេចុច next មកកន្លែងនេះយើង format បាទ format memory យើងមួយទៅ memory card ដាក់ចូលថ្មីយើងត្រូវការ format វាអញ្ចឹងរងចាំបន្តិចទៅបាទរងចាំឲ្យវាពេញទៅចាំយើងចុច next បន្តទៀតបាទបាទឥឡូវយើងចុច next មកបាទកន្លែងនេះយើងដាក់ password encryption device adding អញ្ចឹង
ពេលណាបងប្អូនប្រើលើទូរស័ព្ទមួយទៀតណាពីយើង log account ទៅវានឹងទាមទារ device ទាមទារ password ហ្នឹងហើយអាហ្នឹងវាកាន់តែ security យើង password ហ្នឹងដាក់ពី6ខ្ទង់ឡើងដល់12ខ្ទង់ហ្នឹងហើយមួយណាក៏បានដែរដាក់ password ហើយយើង confirm វាម្ដងទៀតមកខាងលើខាងក្រោមដាក់ដូចគ្នាហើយយើងចុចពាក្យ save បាទចុច save មកហើយបាទវានឹង allow microphone ឲ្យបើកមុខងារ microphone ហើយយើងចុច finish អូខេ motion detection បើកឲ្យវា auto មក default មកហើយចុច next ខាងក្រោមណាកន្លែងនេះបងប្អូន upgrade ឲ្យមកក៏បានដែរបាទឬមួយក៏ចាំពេលក្រោយក៏បានតែបើអ៊ីនធឺណិតយើងមានបាទយើង upgrade ឲ្យទៅបាទចឹង upgrade មកស្ទុះទៅពេញហើយអានេះរៀងយូរតិចអាស្រ័យលើអ៊ីនធឺណិតបងប្អូនដែរអ៊ីនធឺណិតយើងដើរលឿន upgrade វាឆាប់ពេញលឿនទេហ្នឹងហើយបើសេវាយើងអ៊ីនធឺណិតរៀងខ្សោយ upgrade រៀងយូរបន្តិចបាទអញ្ចឹងរងចាំវាតពេញទៅអូខេពេញហ្នឹងហើយអញ្ចឹងជោគជ័យហើយការ add របស់យើងហើយបងប្អូនអាចតេស្តមើលមុខងារមួយចំនួនក្នុងហ្នឹងទៅហ្នឹងហើយរបៀបប្រើប្រាស់បងប្អូនឆ្ងល់ថងណាឆាតសួរនាំបន្ថែមទៀតមកអរគុណ